អាចកំបាំងជាង40ឆ្នាំនៃនីប៊ូឡាជិតផែនដីបំផុតទំនងជាមានចម្លើយហើយតាមរយៈ Telescope អវកាសចន្ទ្រាដែលមានជំនាញខាងសង្កេតរកកាំរស្មី X-ray របស់អង្គការ NASA ក្រុមអ្នកវិទ្យាសាស្ត្រទំនងជាបានរកឃើញចម្លើយចំពោះអាចកំបាំងដ៏ធំបំផុតទៅលើនីប៊ូឡាមួយដែលស្ថិតនៅគៀកផែនដីបំផុតហើយចម្ងល់នោះបានអូសបន្លាយអស់រយៈពេល45ឆ្នាំមកហើយយើងកំពុងនិយាយអំពីនីប៊ូឡាមួយមានឈ្មោះថា Helix ដែលមានចម្ងាយត្រឹមតែ650ឆ្នាំពន្លឺពីផែនដីនិងមាននាមជានីប៊ូឡាគៀកនឹងផែនដីបំផុត Helix មានភាពល្បីល្បាញមិនត្រឹមតែការនៅជិតផែនដីនិងងាយថតរូបបានទោះត្រឹមប្រើប្រាស់កាមេរ៉ានិង Telescope កម្រិតធម្មតាប៉ុណ្ណោះទេតែក៏ទៅលើទំហំធំធេងនិងពណ៌ដ៏ស្រស់ស្អាតគ្រប់ទម្រង់ទាំង Infrared, Ultraviolet Visible និង X-ray របស់វាផងដែរប៉ុន្តែតើចម្ងល់45ឆ្នាំកន្លងមកនេះដែលយើងបានលើកឡើងចំពោះ Helix Nebula នោះគឺជាអ្វីចម្លើយអាចកំបាំងនោះគឺទៅលើប្រភពដើមនៃសញ្ញាកាំរស្មី X-ray signal ដែលតែងតែជះចេញពី Helix Nebula នោះមកកាន់ឧបករណ៍ចាប់សញ្ញាលើផែនដីដែលត្រូវបានរកឃើញដំបូងកាលពីឆ្នាំ1980តែយ៉ាងណា Helix ត្រឹមជានីប៊ូឡាដ៏ស្ងប់ស្ងាត់មួយប៉ុណ្ណោះហេតុអ្វីអាចជះកាំរស្មី X ចេញមិនដាច់បែបនេះយោងតាមលទ្ធផលសិក្សាថ្មីនៅក្នុងឆ្នាំ2025នេះក្រុមអ្នកវិទ្យាសាស្ត្របានសន្និដ្ឋានថាសញ្ញាជាកាំរស្មី X នោះទំនងជាត្រូវបានជះចេញពីភព exoplanet មួយដែលត្រូវបានស្នូលផ្កាយពណ៌សដែលជាភាសាអង់គ្លេសហៅថា white dwarf បំបែកវាខ្លះជាកំទេចកំទីប្រសិនបើនេះជាការពិតមែនវានឹងក្លាយជាលើកដំបូងដែលក្រុមតារាវិទូប្រទះឃើញបាតុភូតប្រភេទនេះនៅជុំវិញស្នូលផ្កាយសដែលស្ថិតនៅចំកណ្ដាលនីប៊ូឡាមួយបែបនោះសម្រាប់ស្នូលផ្កាយដែលនៅចំកណ្ដាល Helix Nebula នោះគឺមានឈ្មោះថា WD22-210 ឬយើងហៅយ៉ាងខ្លីថា WD ក៏បានយោងតាមការសន្និដ្ឋានបឋមនៅជុំវិញផ្កាយនោះអាចមានភពរហូតដល់ទៅ3ដោយក្នុងរូបភាពសន្និដ្ឋាននេះដោយក្នុងនោះភពមួយកំពុងត្រូវបានកម្លាំងជំនោរ Tidal Force របស់ផ្កាយ WD ពុះបំបែកវាឲ្យទៅជាបំណែកដោយសារតែវាគោចរគៀកទៅនឹងស្នូលផ្កាយសដ៏មានឥទ្ធិពលនោះខ្លាំងពេកលទ្ធផលសង្កេតដោយឧបករណ៍ Rosette ចន្ទ្រានិង HMM Newton ពីចន្លោះឆ្នាំ1992ដល់ឆ្នាំ2002បានឲ្យក្រុមអ្នកវិទ្យាសាស្ត្រប្រទះឃើញសញ្ញានៃកាំរស្មី X ជះចេញពីស្នូលផ្កាយពណ៌សនៅកណ្ដាល Nebula Helix ដែលមានថេរវេលាយ៉ាងទៀងទាត់នោះគឺរៀងរាល់ 2.9 ម៉ោងម្ដងវាជាសញ្ញាបញ្ជាក់ថាកាកសំណល់បន្សល់ទុកពីភពមួយដែលត្រូវបានកម្លាំងជំនោរនៃស្នូលផ្កាយ WD ពុះបំបែកនោះកំពុងគោចរជុំវិញស្នូលផ្កាយនោះបន្ថែមពីខាងលើនេះទៀតក្រុមអ្នកវិទ្យាសាស្ត្រក៏បានគណនាផងដែរអំពីម៉ាសរបស់ភពដែលបាននឹងកំពុងត្រូវបានពុះហែកនោះដោយអាចមានម៉ាសចន្លោះរវាងភព Neptune និងភពព្រហស្បតិ៍ហើយករណីនេះអាចកើតឡើងទៅបាននៅរៀងរាល់ពេលដែលភពនោះគោចរដល់ចំណុចគៀកផ្កាយវាបំផុតព្រមទាំងដោយសារឥទ្ធិពលនៃ exoplanet មួយចំនួនទៀតដែលអាចកំពុងគោចរជុំវិញស្នូលផ្កាយនោះដែរគូបញ្ជាក់តាមក្រុមអ្នកវិទ្យាសាស្ត្រថាស្នូលផ្កាយស WD 22-26-210នៅចំកណ្ដាលនីប៊ូឡាខាងលើនេះគឺមានអតីតកាលជាផ្កាយស្រដៀងនឹងព្រះអាទិត្យយើងនេះដែរនៅពេលដែលផ្កាយមួយដែលស្រដៀងព្រះអាទិត្យឈានដល់ជិតចុងបញ្ចប់នៃជីវិតមែនទែននោះវានឹងជំរុះចោលនៅស្រទាប់ក្រៅរបស់វាអស់រហូតคล้ายទៅជាស្នូលផ្កាយពណ៌សឬយើងហៅថា white dwarf ខណៈបរិស្ថានជុំវិញវាដែលសុទ្ធសឹងជាពពកធូលីនិងឧស្ម័នជាច្រើនប្រភេទនោះក៏คล้ายទៅជា planetary nebula ដោយ Helix Nebula ជាឧទាហរណ៍ជាក់ស្ដែង
ប្រិមិត្តពិតជាធ្លាប់បានដឹងរួចមកហើយអំពី Nebula ឬយើងអាចហៅថា Nebula ទាំងនៅក្នុងកម្មវិធីសិក្សានៅសាលារៀននិងតាមរយៈអត្ថបទជាមួយនឹងវីដេអូដែល Campus Space បានធ្វើជូនរួចមកហើយប៉ុន្តែពេលនេះមានរូបភាព Nebula ចំនួន2ដែលប្រិមិត្តខ្លះបានសួរថាតើមានពិតមែនឬទេឬថារូបភាពទាំងអស់នេះអាចជារូបភាព AI ដែរឬមួយក៏យ៉ាងណាសំណួរទាំងអស់នេះត្រូវបានចោទសួរទៅលើ Nebula មានឈ្មោះថា Hourglass ដែលជានាឡិកាខ្សាច់ពីបុរាណនិង Helix ដែលលោកខាងលិចហៅថា Eye of God ឬព្រះនេត្រព្រះផងដែរនៅក្នុងអត្ថបទថ្មីនេះប្រិមិត្តក៏នឹងយល់ដឹងផងដែរថាតើប្រព័ន្ធព្រះអាទិត្យយើងទាំងមូលអាចคล้ายជា Nebula ដែរឬមួយក៏យ៉ាងណាទី1រូបភាព Hourglass Nebulaរូបភាពមួយសន្លឹករបស់ Nebula Hourglass នេះជារូបភាពពិតប្រាកដដែលមិនមែនត្រូវបានកែច្នៃឬបង្កើតឡើងដោយ AI អ្វីឡើយវាត្រូវបានផ្ដិតយកដោយ Telescope អវកាស Hubble របស់អង្គការ NASA និង ESA ដោយប្រើប្រាស់កាមេរ៉ាលេខ2 Wide Field and Planetary Camera 2ឬយើងហៅកាត់ថា WFPC2 សម្រាប់ផ្ដិតយករូបភាពជាលក្ខណៈ Visible Light ឬជាពន្លឺដែលភ្នែកមនុស្សអាចមើលឃើញHourglass Nebula ឬយើងអាចហៅឈ្មោះសម្គាល់មួយទៀតថា MyCN18 មានទីតាំងស្ថិតនៅក្នុងតារានិករ Musca បើមើលទៅលើផ្ទៃមេឃផែនដីនិងមានចម្ងាយប្រមាណ 8154 ឆ្នាំពន្លឺពីភពផែនដីមួយឆ្នាំពន្លឺស្មើនឹង 9.46 trillion គីឡូម៉ែត្រវាត្រូវបានបង្កើតឡើងដោយសារតែផ្កាយមួយមានលក្ខណៈស្រដៀងនឹងព្រះអាទិត្យបានបញ្ចេញឧស្ម័នស្រទាប់ក្រៅរបស់វាយ៉ាងកម្រោលទៅកាន់ទីអវកាសជុំវិញហើយដែលនោះជាសញ្ញាបញ្ជាក់ថាវាជាផ្កាយកំពុងឈានទៅរកទីបញ្ចប់ខណៈពេលនេះវាកំពុងស្ថិតនៅជាស្នូលផ្កាយពណ៌ស White Dwarf ទៅហើយគូបញ្ជាក់ថានៅក្នុងរូបភាពជាលក្ខណៈ Visible Light មួយសន្លឹករបស់ Hourglass Nebula ផ្ដិតដោយ Hubble នេះគឺពណ៌ខៀវតំណាងឲ្យ Oxygen ពណ៌បៃតងតំណាងឲ្យ Hydrogen ពណ៌ក្រហមតំណាងឲ្យ Nitrogen ឬ Azote និងសមាសធាតុ Helium Atomic គឺស្ថិតនៅចំកណ្ដាល Hourglass Nebula នោះតែម្ដង Hourglass Nebula មានអង្កត់ផ្ចិតជាមធ្យម 0.21 ឆ្នាំពន្លឺទី2រូបភាព Helix Nebula ដែលនៅជិតផែនដីបំផុតមិនមានអ្វីគួរឲ្យងឿងឆ្ងល់ឡើយចំពោះ Nebula ឈ្មោះ Helix ដែលតែងតែជាគោលដៅដ៏ពេញនិយមសម្រាប់ក្រុមអ្នកស្រឡាញ់ការថតរូបភាពផ្ទៃមេឃពេលរាត្រីនោះព្រោះតែ Nebula នេះងាយស្រួលរកនិងមានចម្ងាយជិតជាងគេបើធៀបនឹង Nebula ផ្សេងទៀត Helix Nebula មានចម្ងាយខ្ទង់650ទៅ700ឆ្នាំពន្លឺពីផែនដីយោងតាមការគណនាដោយអង្គការ NASA និងស្ថិតនៅក្នុងតារានិករ Aquarius បើមើលទៅលើផ្ទៃមេឃផែនដីHelix Nebula មានអង្កត់ផ្ចិតរហូតដល់ទៅ 2.5 ឆ្នាំពន្លឺឯណោះដោយវាបានកើតមានឡើងនៅពេលដែលផ្កាយមានម៉ាស់ប្រហាក់ប្រហែលឬអាចធ្ងន់ជាងព្រះអាទិត្យយើងជិត10ដងបញ្ចេញអាការៈកញ្ជ្រោលដោយការជះចេញនូវកម្ទេចធូលីនិងឧស្ម័ននានាទៅកាន់តំបន់ទីអវកាសជុំវិញវានៅពេលដែលទីបញ្ចប់ជិតមកដល់ហើយនៅទីបំផុតវាក៏បានក្លាយជាស្នូលផ្កាយតូចពណ៌សដែលយើងហៅថា White Dwarf នៅចំកណ្ដាលពពកធូលីនិងឧស្ម័នឬ Nebula នោះតែម្ដងគូបញ្ជាក់ថានៅក្នុងរូបភាពទម្រង់ Visible Light នៃ Helix Nebula មួយសន្លឹកនេះគឺត្រូវបានផ្ដិតយកដោយ Telescope អវកាស Hubble យើងអាចមើលឃើញនៅបណ្ដុំអូស្ម័នក្តៅព័ទ្ធជុំវិញស្នូល White Dwarf ដ៏ក្តៅគគុកនៅកណ្ដាល Nebula នោះការសម្លឹងមើលទម្រង់ជាពន្លឺក្រហមអង្ហ្វ្រា Infrared និងស្វ័យ Ultraviolet ក៏បាននាំឲ្យក្រុមអ្នកវិទ្យាសាស្ត្រយល់ដឹងបន្ថែមអំពីរចនាសម្ព័ន្ធដ៏ស្មុគស្មាញនិងធំធេងរបស់ពពកធូលីឧស្ម័ននៃ Nebula ខាងលើនេះផងដែរទី3តើប្រព័ន្ធព្រះអាទិត្យយើងអាចคล้ายជា Nebula ដែរឬទេខណៈដែលព្រះអាទិត្យយើងមិនមានម៉ាស់គ្រប់គ្រាន់ក្នុងការឈានទៅរកបន្ទុះ Supernova នៅរយៈពេលរាប់ពាន់លានឆ្នាំខាងមុខនេះការคล้ายខ្លួនជា Nebula មួយវិញគឺអាចក្រុមអ្នកវិទ្យាសាស្ត្របានអះអាងថានៅរយៈពេល 5000 លានឆ្នាំទៀតព្រះអាទិត្យយើងនឹងកាន់តែអស់ឧស្ម័នទ្រទ្រង់ចំហេះរួចនឹងវិវត្តទៅរកភាពជាតារាយក្សក្រហម Red Giant ដោយនឹងលេបយកភពពុទ្ធភពសុក្រនិងអាចភពផែនដីយើងផងដែរបន្ទាប់ពីឥទ្ធិពលក្នុងភាពជាតារាយក្សក្រហមបានបញ្ចប់ទៅហើយនោះប្រព័ន្ធព្រះអាទិត្យយើងទាំងមូលនឹងคล้ายទៅជា Nebula ខ្នាតតូច Planetary Nebula ដោយមានស្នូលព្រះអាទិត្យជា White Dwarf នៅចំកណ្ដាលWhite Dwarf បែបនោះនឹងអាចរក្សាវត្តមានបានចាប់ពីរយៈពេលរាប់សិបដល់រាប់រយពាន់លានឆ្នាំឯណោះមុននឹងវាចុះត្រជាក់ហើយคล้ายទៅជាស្នូលផ្កាយស្លាប់ពណ៌ខ្មៅ Black Dwarf នៅទីចុងបញ្ចប់តែម្ដង